ប្រមុខរាជរដ្ឋាភិបាលណែនាំឲ្យថែរក្សាទីតាំងនិងបញ្ជាការសាងសង់ណាមួយដែលនាំឲ្យប៉ះពាល់ដល់ទេសភាពប្រវត្តិសាស្ត្រនៃបូជនីយដ្ឋានចងចាំនៃកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឲ្យថែរក្សាទីតាំងនិងបញ្ជាការសាងសង់ណាមួយប៉ះពាល់ដល់ទេសភាពប្រវត្តិសាស្ត្រនៃបូជនីយដ្ឋានចងចាំនៃកម្ពុជាដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រនៃការចងចាំសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខក្នុងឱកាសខួប1ឆ្នាំនៃការចុងបូជនីយដ្ឋានចងចាំនៃកម្ពុជាពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាពក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី11ខែកក្កដាឆ្នាំ2026សម្ដេចមហាបវរធិបតីបានណែនាំឲ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈអាជ្ញាធរដែនដីនិងស្ថាប័នពាក់ព័ន្ធនានាបន្តយកចិត្តទុកដាក់ថែរក្សាទីតាំងនិងបញ្ជាការសាងសង់ណាមួយដែលប៉ះពាល់ដល់ទេសភាពប្រវត្តិសាស្ត្រនៃបូជនីយដ្ឋានចងចាំនៃកម្ពុជាហើយត្រូវធានាការពារទីតាំងនេះឲ្យបានគង់វង្សជាយូរអង្វែងតទៅដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកសម័យថ្មីមួយក្នុងប្រវត្តិសាស្ត្រកម្ពុជាព្រមទាំងត្រូវបំពេញបេសកកម្មការងារគ្រប់គ្រងនិងអភិរក្សឲ្យបានហ្មត់ចត់ស្របតាមគោលការណ៍ប្រតិបត្តិរបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកសម្ដេចធិបតីក៏បានកោតសរសើរដោយស្មោះនិងមូលវិជ្ជាដ៏ថ្លៃថ្លាជូនចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងវប្បធម៌គណៈកម្មការអន្តរក្រសួងអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញទាំងអង្គដែលបានខិតខំព្យាយាមលះបង់កម្លាំងកាយចិត្តប្រាជ្ញានិងស្មារតីប្រកបដោយភាពប៉ិនប្រសប់និងវិជ្ជាជីវៈខ្ពស់ពុះពៀងជំនះគ្រប់ការលំបាំងរហូតសម្រេចបាននូវសមិទ្ធផលដ៏ធំធេងនេះជាពិសេសសូមថ្លែងអំណរគុណជាពិសេសផងដែរចំពោះអង្គការ UNESCO ភ្នំពេញមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកស្ថាប័នជំនាញអន្តរជាតិ ICOMOS និង ICCROM អង្គការខយកាំងអង្គការ GIZ CPN អ្នកជំនាញជាតិអន្តរជាតិនិងអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាំងដែលបានគាំទ្រចំពោះដំណើរការចុះបញ្ជីនិងទទួលស្គាល់នៅតម្លៃជាសកលនៃបូជនីយដ្ឋានចងចាំនៃកម្ពុជានេះដែលជាសាក្សីនៃសេចក្តីពិតរបស់ប្រវត្តិសាស្ត្រមួយដើម្បីជាគុណប្រយោជន៍ដ៏ឧត្តមឧត្តមរបស់មនុស្សជាតិទាំងមូលជាពិសេសការចងចាំនិងការការពារសន្តិភាពសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតក៏អំពាវនាវដល់គ្រប់បណ្ដាញសារព័ត៌មានទាំងអង្គចូលរួមសហការផ្សព្វផ្សាយទីតាំងប្រវត្តិសាស្ត្រនេះឲ្យបានទូលំទូលាយដើម្បីបំផុសបន្ថែមនៅជំហរប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាមឧក្រិដ្ឋកម្មប្រល័យពូជសាំងនិងដើម្បីរំលឹកអំពីភាពចាំបាច់នៃការរួបរวมគ្នាការពារសន្តិភាពឲ្យបានគង់វង្សជាមរតកសម្រាប់ជនជំនាន់ក្រោយក្រោមពាក្យស្លោកអគុណសន្តិភាព